Rap Merin ដំបូងនេះគឺដើម្បីរកប្រាក់សរុបនៃវិក្កយបត្រមួយ ចឹងយើងគ្រាន់តែយកតម្លៃរាយគុណជាមួយនឹងចំនួនដែលគេទិញ ចឹងវានឹងចេញលទ្ធផលទៅមកទៀតយើងគ្រាន់តែអូសវាមកវានឹងចេញមកទាំងអស់ទៅមកទៀតរកតម្លៃសរុបយើងនឹងប្រើរូបមន្តសាំដោយគ្រាន់តែវារូបមន្តសាំហើយអូសយកតន័យទាំងអស់ហើយបិទវងកញ្ចក់វិញ enter ទៅមកវានឹងបូកសរុបតន័យទាំងអស់ហើយកក់មុនកន្លែងកក់មុនហ្នឹងយើងចង់ឧទាហរណ៍គេកក់ 5,000 អញ្ចឹងយើងវាយ 5,000 តែបើនៅសល់យើងរកប្រាក់នៅសល់ទៅយើងយកថ្លៃសរុបដកនឹងកក់មុនអញ្ចឹងវាចេញនៅចំនួនហ្នឹងឯងហើយមួយទៀតដើម្បីកំណត់ជាប្រាក់រៀលអញ្ចឹងយើងគ្រាន់តែ right click ចុចលើ format cell ទៅមកចុចយក custom ហើយលុបពាក្យ general ចោលយើងគ្រាន់តែវាយលេខ0នៅតាមចំនួនលេខហ្នឹងហើយយើងគ្រាន់តែកំណត់ដាក់រៀលទៅបានហើយតែមកទៀតយើងចុច OK ជាការស្រេចអញ្ចឹងវាចេញជាតម្លៃរៀលឲ្យយើងហើយបាយបាយ